សួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងនៅក្នុងវីដេអូនេះយើងបន្តនៅកម្រងសំណួររបស់យើងបន្តទៀតអញ្ចឹងនៅក្នុងវីដេអូនេះយើងនឹងសិក្សាទៅលើកម្រងសំណួរដែលមានលេខរៀងចាប់ពី771ដល់780អញ្ចឹងសំណួរយើងមកដល់ពេលនេះយើងកាន់តែទៅមកហើយបាទសម្រាប់បងប្អូនអ្នកដែលកំពុងតែបំពេញការតស៊ូព្យាយាមដើម្បីក្លាយជាមន្ត្រីរាជការណាអញ្ចឹងយើងមកមើលសំណួរទី771សំណួរសួរថាតើគណនេយ្យភាពសមត្ថកម្មតម្រូវឲ្យក្រសួងស្ថាប័នធ្វើអ្វីអញ្ចឹងចម្លើយករាយការណ៍តែចំនួនលុយដែលបានចាយរួចចម្លើយខការចាយវាយឲ្យអស់ពីគណនេយ្យទោះគ្មានលទ្ធផលក៏ដោយចម្លើយកការលាក់បាំងលទ្ធផលការងារចម្លើយខបង្ហាញពីលទ្ធផលឬសមិទ្ធផលការងារជាក់ស្ដែងដែលសម្រេចបានបើធៀបនឹងថវិកាដែលបានប្រើប្រាស់អញ្ចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយខគណនេយ្យភាពសមិទ្ធកម្មបានន័យថាគឺតម្រូវឲ្យក្រសួងស្ថាប័នហ្នឹងត្រូវបង្ហាញអំពីលទ្ធផលឬសមិទ្ធផលការងារជាក់ស្ដែងដែលបានសម្រេចហើយបើធៀបទៅនឹងថវិកាចាយអស់1000តើការងារប៉ុណ្ណាបានអញ្ចឹងណាសំណួរទី772សួរតើសូចនាករកលឹះនៃសមិទ្ធកម្មប្រើប្រាស់សម្រាប់ធ្វើអ្វីអញ្ចឹងចម្លើយកគឺដើម្បីវាស់វែងកម្រិតចំណេះដឹងទូទៅរបស់ប្រជាពលរដ្ឋខគឺដើម្បីវាស់វែងនិងវាតម្លៃវឌ្ឍនភាពឬជោគជ័យនៃការអនុវត្តកម្មវិធីឬគម្រោងធៀបនឹងគោលដៅដែលបានកំណត់ចម្លើយគោគឺសម្រាប់គណនាអត្រាការប្រាក់បំណុលនិងចម្លើយខសម្រាប់កំណត់ថ្ងៃខែនៃការរៀបចំថវិកាអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយកនឹងឯងគឺវាស់វែងនិងវាតម្លៃវឌ្ឍនភាពឬជោគជ័យនៃការអនុវត្តការងារគម្រោងធៀបនឹងគោលដៅដែលបានកំណត់សំណួរយើងបន្ទាប់នៅក្នុងនេះ773សួរថាតើអ្វីជាតួនាទីរបស់អាជ្ញាធរសវនកម្មជាតិអញ្ចឹងតួនាទីរបស់អាជ្ញាធរសវនកម្មជាតិកជាស្ថាប័នសវនកម្មផ្ទៃក្នុងរបស់ក្រសួងសេដ្ឋកិច្ចខជាស្ថាប័នសវនកម្មខាងក្រៅឯករាជ្យធ្វើរបាយការណ៍ជូនរដ្ឋសភានិងព្រឹទ្ធសភាលើការគ្រប់គ្រងហិរញ្ញវត្ថុខគោគឺជាស្ថាប័នឯកជនកាត់សេចក្តីរឿងក្តីហិរញ្ញវត្ថុនិងចម្លើយខជាផ្នែកមួយនៃធនាគារជាតិថៃអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយខមិនមែនចម្លើយកទេក្នុងចំនួន3នេះចម្លើយដែលស្តៀងគឺអាចថាចម្លើយកនិងខតែចម្លើយដែលត្រឹមត្រូវពិតប្រាកដគឺចម្លើយខសំណួរទី74សួរថាតើបើកាលណាមានការខ្វះខាតថវិកាចរន្តសម្រាប់ការចំណាយបន្ទាន់តើរដ្ឋអាចរកហិរញ្ញវត្ថុបន្ទានមកពីណាចម្លើយកគឺបោះពុម្ពលុយដោយគ្មានការគ្រោងទុកខការផ្អាកការងាររដ្ឋបាលទាំងអស់គោការរឹបអូសប្រាក់សន្សំរបស់ប្រជាពលរដ្ឋពីធនាគារឯកជននិងចម្លើយខគឺការបញ្ចេញកញ្ចប់ថវិកាបំរុងបំពេញបន្ថែមឬកម្ចីរយៈពេលខ្លីស្របច្បាប់អញ្ចឹងចម្លើយដែលត្រឹមត្រូវយើងមុននឹងរកចម្លើយត្រឹមត្រូវឃើញយើងគួរតែមើលចម្លើយដែលខុសសិនអញ្ចឹងការក្រងដោយនេះស្តៀងដែលអាចដែរណាចម្លើយកតែចម្លើយខគឺមិនទេចម្លើយគោក៏មិនអាចដែរណាមិនអាចធ្វើបែបហ្នឹងបានទេចម្លើយដែលស្តៀងថាយើងគិតថាភាគរយនៃការកើតឡើងគឺចម្លើយកនិងចម្លើយខក៏ប៉ុន្តែចម្លើយកវាអត់សូវត្រូវហ្មងទេអញ្ចឹងតែចម្លើយខហ្នឹងវាភាគរយនៃការត្រឹមត្រូវនោះគឺច្រើនគឺបញ្ចេញកញ្ចប់ថវិកាបំរុងមិនពេញបន្ថែមឬកម្ចីរយៈពេលខ្លីស្របច្បាប់បាទយើងតទៅមួយទៀតសំណួរទី775សួរថាតើអ្វីទៅជាបំណុលសាធារណៈអញ្ចឹងបំណុលសាធារណៈចំណុចកជាបំណុលសរុបដែលរដ្ឋបាលកណ្ដាលឬរដ្ឋបាលបានខ្ចីពីប្រភពក្នុងស្រុកនិងក្រៅស្រុក
ចម្លើយខគឺជាបំណុលដែលប្រជាពលរដ្ឋម្នាក់ជំពាក់គ្នាទៅវិញទៅមកចម្លើយគោគឺជាប្រាក់កម្ចីរបស់ក្រុមហ៊ុនឯកជនពីធនាគារពាណិជ្ជនិងចម្លើយខជំនួយឥតសំណងពីបរទេសសំណួរនេះបើយើងមើលចម្លើយខគោខគឺអត់សូវត្រូវគ្នាទេពាក្យថាសាធារណៈនេះគឺខនោះវាឯកជនណាអាគោនេះក៏ឯកជនដែរតែពេលខនេះវាទាក់ទងនឹងសំណងឥតសំណងនឹងវាមានអីត្រូវទាក់ទងរបស់បំណុលអញ្ចឹងវាមានតែចម្លើយកនឹងអាចជាចម្លើយត្រឹមត្រូវនោះបាទសំណួរបន្ទាប់776សួរតើការគ្រប់គ្រងបំណុលសាធារណៈត្រូវប្រកាន់ខ្ជាប់នៅគោលការណ៍អ្វីខ្លះដើម្បីជៀសវាងវិបត្តិអញ្ចឹងចម្លើយកខ្ចីប្រាក់ឲ្យបានច្រើនដើម្បីបង្ហាញអំពីភាពរឹងមាំចម្លើយខខ្ចីក្នុងកម្រិតដែលអាចគ្រប់គ្រងបានចម្លើយគោមិនត្រូវខ្ចីទៅសោះទោះបីជាត្រូវការអភិវឌ្ឍក៏ដោយចម្លើយខខ្ចីដើម្បីយកមកបង្កើនការចំណាយលើការដើរកម្សាន្តរបស់មន្ត្រីអញ្ចឹងចម្លើយទាំងអស់នេះមែនទែនទៅប្រឡំមែនទែនគេមិនដែលដាក់អញ្ចឹងងាយអញ្ចឹងទេណាវាកត់ជាការដាក់ចម្លើយហ្នឹងគឺវាប្រឡំបកើមែនទែនគឺមានស្តៀងមែនទែនណាយើងពិបាកក្នុងការបែងចែកតែនៅក្នុងការរៀនសូត្រនេះវាមែនទែនទៅខ្ញុំចេះដាក់ទេមែនទែនទៅណាបងប្អូនអ្នកសិក្សាអ្នកមើលវីដេអូហ្នឹងយើងគួរតែយល់ហើយពេលចេញប្រឡងមែនទែនទោះបីតែប្រឡងកម្រិតបាក់ឌុបឬក៏ប្រឡងកម្រិតឌីប្លូមក៏វាមិនអាចសំណួរហាក់ចេញចម្លើយឲ្យយើងជ្រើសចម្លើយរកផែលអញ្ចឹងទេអញ្ចឹងចម្លើយដែលត្រឹមត្រូវនៅទីនេះវាមានតែចម្លើយខហ្នឹងឯងដែលត្រឹមត្រូវក្រៅពីហ្នឹងគឺជាចម្លើយដែលអញ្ញៃណាចម្លើយរើសតាមដងផ្លូវអាហ្នឹងឬតាមធុងសម្រាប់ណាវាមិនអាចយ៉ាងអីចឹងណាហ្នឹងហើយតែខ្ញុំថាខ្លួនខ្ញុំនេះព្រោះអានឹងខ្ញុំអ្នកដាក់កន្លែងបងប្អូនមើលទៅវាចំជួនកាលជ្រើសចម្លើយខូទៅរោខ្ចីប្រាក់គេដើម្បីយកមកដើរលេងវេទនាបណ្ដោយតទៀតសំណួរបន្ទាប់គឺតើពាក្យហិរញ្ញវត្ថុសាធារណៈបៃតងឬថាវិការឆ្លើយតបនឹងអាកាសធាតុសំដៅលើអ្វីហិរញ្ញវត្ថុសាធារណៈបៃតងគឺជាការបោះពុម្ពกระดาษប្រាក់ពើបៃតងអាចដែរណាការចំណាយទៅលើការដាំដើមឈើតែមួយមុខដើម្បីខ្លាចជាបៃតងការបញ្ចូលទិដ្ឋភាពនៃការប្រែប្រួលអាកាសធាតុនិងបរិស្ថាននៅក្នុងដំណើរការរៀបចំនិងបែងចែកថវិកាជាតិខូគឺការមិនប្រើប្រាស់ថវិកាលើវិស័យឧស្សាហកម្មអញ្ចឹងចម្លើយខូមិនអាចត្រូវទេណាចម្លើយខវាស្តៀងអាចដែរអូខេចម្លើយកវាមិនអាចហេតុកដាប្រាក់ពើបៃតងបានទេបាទអញ្ចឹងចម្លើយត្រឹមត្រូវគឺចម្លើយគោនឹងឯងគឺការបញ្ចូលទិដ្ឋភាពនៃការប្រែប្រួលទៅលើការប្រែប្រួលអាកាសធាតុទៅក្នុងការរៀបចំដំណើរការរៀបចំនិងបែងចែកថវិកាបាទតោះ778តើតួនាទីចែកចាយឡើងវិញនៃហិរញ្ញវត្ថុសាធារណៈធ្វើឡើងតាមយន្តការអ្វីចង់ចម្លើយគឺចែកលុយស្មើគ្នាជារៀងរាល់ខែដល់ប្រជាពលរដ្ឋទាំងអស់មិនអាចទេអាហ្នឹងចម្លើយខការប្រមូលពន្ធតាមធនធាននិងការចំណាយលើសេវាសាធារណៈដូចជាការអប់រំសុខាភិបាលសន្តិសុខសង្គមជួយជនក្រីក្រចម្លើយខហ្នឹងស្តៀងអាចភាគរយនៃការនៃចម្លើយត្រឹមត្រូវចម្លើយគោគឺការបង្ខំឲ្យអ្នកមានលក់ទ្រព្យមិនអាចទេអាហ្នឹងបាច់អានហ្មងខូគឺលុយអីគេការលុបចោលប្រព័ន្ធពន្ធដារទាំងស្រុងក៏មិនអាចដែរចម្លើយទៅគឺខនឹងឯងបងប្អូនបាទងាយបាទព្រោះសំណួរដែលត្រឹមត្រូវមានតែមួយសំណួរ3ទៀតជាសំណួរដែលរើសពីធុងសម្រាមទេដែលខ្ញុំបានរើសយកមកដាក់និយាយលេងទេប្លប់ហ្នឹងណាកន្លែងបងប្អូនជួនកាលរើសចម្លើយខូអញ្ចឹងទៅដឹងជាប់អូតូអាហ្នឹងជាប់ក្នុងបេះដូងបងហ្នឹងតទៅទៀត779តើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈមានឥទ្ធិពលយ៉ាងណាដល់ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចចឹងចម្លើយគឺมันមានឥទ្ធិពលអ្វីទៅសោះมันអាចទេជួយថែរក្សាស្ថិរភាពថ្លៃបានទប់ស្កាត់អតិផរណាជំរុញកំណើនសេដ្ឋកិច្ចនិងបង្កើនការងារតាមរយៈ
នយោបាយសារពើពន្ធចម្លើយខហ្នឹងអាចត្រឹមត្រូវតែយើងមើលចម្លើយគោសិនធ្វើឲ្យសេដ្ឋកិច្ចជួបវិបត្តិជានិច្ចអាហ្នឹងមិនអាចទេយើងមើលខទៀតជួយតែវិស័យឯកជនបរទេសប៉ុណ្ណោះមិនអាចដូចគ្នាអញ្ចឹងចម្លើយត្រឹមត្រូវគឺចម្លើយខហ្នឹងឯងបាទសំណួរចុងក្រោយការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រីត្រូវកំណត់ដោយអាហ្នឹងបានចប់សំណួរហេរ៉ៃមេធរហើយឥឡូវយើងចូលសំណួរទូទៅវិញវីដេអូប្រហែលចុងក្រោយនេះគឺភាគច្រើនគឺតាក់ទងទៅនឹងហេរ៉ៃមេធរបានន័យថាទៅលើសេដ្ឋកិច្ចតែនៅមានសំណួរមួយចំនួនទៀតនៅភ័ក្របន្តទៀតខ្ញុំនឹងដាក់សំណួរទាក់ទងសេដ្ឋកិច្ចព្រោះសំណួរសេដ្ឋកិច្ចហ្នឹងគឺជាសំណួរដែលវល់គ្រាល់ឆ្នាំនេះដែលប្រឡងក្រមការក្តីអ្នកដែលប្រឡងកនខ្ពស់ក្តីចំពោះគេប្រឡង2ឆ្នាំម្ដងប៉ុន្តែតាមបទពិសោធន៍ដែលពួកគាត់ធ្លាប់និយាយគឺគាត់ទាក់ទងនឹងសំណួរទាក់ទងនឹងសេដ្ឋកិច្ចនេះភាគច្រើនគឺពិបាកមានភាគតិចណាស់ដែលគាត់មិនសូវមានបញ្ហាណាដោយសារគាត់មានមូលដ្ឋានគ្រឹះគាត់រៀននៅសាកលវិទ្យាល័យហ្នឹងគឺគាត់រៀនផ្នែកសេដ្ឋកិច្ចប៉ុន្តែបើអ្នករៀនរដ្ឋបាលអ្នករៀន IT អ្នករៀនអប់រំខាងអប់រំអីដូចខ្ញុំអីបែបនេះអប់រំអីទៅរឿងនិយាយរឿងសេដ្ឋកិច្ចជាប់ទាំងហើយបានជាយាមរនអ្វីដែលខ្លួនឯងគិតថាលំបាកហ្នឹងយកមកទី1ដើម្បីសិក្សាខ្លួនឯងបន្ថែមផងទី2ក៏ដើម្បីចែករំលែកហ្នឹងឯងបងប្អូនតែឥឡូវក៏បានយល់ដឹងខ្លះៗដែរទៅនឹងរឿងសេដ្ឋកិច្ចឯហ្នឹងបន្ទាប់ពីបានជាប់ទៅរៀនទៅក៏បានយល់ដឹងខ្លះៗពីគ្រូហើយក៏សិក្សាបន្ថែមទៀតទៅក៏យកអ្វីដែលខ្លួនឯងបានរកឃើញហ្នឹងដែលបានរៀនរួចហ្នឹងយកមកចែករំលែកបន្តអញ្ចឹងទៅហើយឥឡូវយើងមើលសំណួរចុងក្រោយនឹងការរៀបចំនិងការប្រព្រឹត្តទៅរបស់រដ្ឋមន្ត្រីកំណត់ដោយច្បាប់ព្រះរាជក្រឹត្យអនុក្រឹត្យហើយនឹងប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីចំណុចដែលត្រឹមនេះគឺចម្លើយកនឹងឯងគឺជាច្បាប់នៅគឺរៀបចំប្រព្រឹត្តទៅដោយច្បាប់បាទអញ្ចឹងសំណួរចម្លើយនៅក្នុងវីដេអូនេះមានតែប៉ុណ្ណឹងអរគុណណាសម្រាប់អ្នកបានចូលមកទស្សនាអ្នកដែលមិនបានចូលទស្សនាស្ដាប់តែចែកមកផងបាយបាយ